បាទសួស្តីបងប្អូនសុខសប្បាយទេបាទថ្ងៃនេះយើងសិក្សាភាសាខ្មែរថ្នាក់ទី4មេរៀនទី3បាទយើងតពីមេរៀនទី3ដដែលថ្ងៃនេះយើងសិក្សាអំពីកថាខណ្ឌអ្វីទៅជាកថាខណ្ឌបាទឥឡូវសូមបងប្អូនមកមើលចំណុចកបញ្ញត្តិកថាខណ្ឌបាទយើងអានថាបញ្ញត្តិកថាខណ្ឌកថាខណ្ឌគឺជាល្បះមួយចំនួនដែលសរសេរអំពីប្រធានបទមួយឬល្បះមួយក្រុមដែលមានទំនាក់ទំនងគ្នាហើយនិយាយអំពីគោលគំនិតណាមួយការចាប់ផ្ដើមបន្ទាត់គឺជាការចាប់ផ្ដើមនៃកថាខណ្ឌបាទយើងមកមើលចំណុចខគោលសំខាន់នៃទម្រង់កថាខណ្ឌបាទអ្វីទៅគោលសំខាន់នៃទម្រង់កថាខណ្ឌបាទយើងមើលណាកថាខណ្ឌល្អមានលក្ខណៈដូចខាងក្រោមយើងមើលចំណុចទី1មានការណែនាំខាងដើមដែលផ្ដោតទៅលើប្រធានបទចំណុចទី2ល្បះទាំងអស់ក្នុងកថាខណ្ឌត្រូវបង្ហាញពីគំនិតមួយឬប្រធានបទមួយចំណុចទី3គំនិតមានទំនាក់ទំនងគ្នាតាមលំដាប់លំដោយល្បះនីមួយត្រូវតភ្ជាប់គ្នាដោយពាក្យភ្ជាប់សេចក្តីបាទចំណុចទី4ផ្ដល់សេចក្តីលម្អិតគ្រប់គ្រាន់ដើម្បីគាំទ្រគំនិតសំខាន់ចំណុចទី5ល្បះនីមួយត្រឹមត្រូវតាមក្បួនវេយាករណ៍ចំណុចទី6ប្រើទម្រង់ល្បះផ្សេងក្នុងការពណ៌នាចំណុចទី7ការបញ្ចប់ឬសេចក្តីសន្និដ្ឋានជាល្បះចុងក្រោយរបស់កថាខណ្ឌបាទឥឡូវយើងមកមើលលំហាត់បាទចូលស្រង់ល្បះខាងក្រោមរួចដាក់លេខតាមលំដាប់គំនិតបន្ទាប់មកសរសេរល្បះទាំងនោះតគ្នាជាកថាខណ្ឌត្រឹមត្រូវបាទអញ្ចឹងនៅក្នុងលំហាត់នេះសូមឲ្យបងប្អូនស្រង់ល្បះខាងក្រោមរួចដាក់លេខតាមលំដាប់គំនិតរបស់បងប្អូនបន្ទាប់មកសូមឲ្យបងប្អូនសរសេរល្បះទាំងនោះតគ្នាជាកថាខណ្ឌឲ្យបានត្រឹមត្រូវណាបាទឥឡូវយើងមកមើលល្បះខាងក្រោមនេះបាទកូនត្រូវគោរពស្រឡាញ់គាត់បាទអញ្ចឹងប៉ុណ្នេះគឺមួយល្បះបាទបើគាត់ហៅកូនត្រូវឆ្លើយបាទឬចាស់ហើយរត់មកជិតដោយទឹកមុខញញឹមបាទអញ្ចឹងប៉ុណ្នេះគឺមួយល្បះទៀតណាបាទត្រូវប្រុងចាំស្ដាប់ប្រសាសន៍គាត់ដោយយកចិត្តទុកដាក់បាទអញ្ចឹងប៉ុណ្នេះគឺមួយល្បះទៀតហើយណាបងប្អូនបាទមិនតែប៉ុណ្ណោះកូនល្អត្រូវប្រើសម្ដីទន់ភ្លន់ជានិច្ចទៅកាន់មាតាបិតាបាទអញ្ចឹងប៉ុណ្នេះគឺមួយល្បះទៀតហើយកុមារគ្រប់រូបត្រូវប្រតិបត្តិដូចខាងលើដើម្បីឲ្យឪពុកម្ដាយអ្នកសប្បាយចិត្តបាទអញ្ចឹងមួយល្បះទៀតហើយប៉ុណ្នេះណាបងប្អូនបាទឪពុកម្ដាយជាអ្នកមានគុណបាទអញ្ចឹងមួយល្បះទៀតហើយបាទអញ្ចឹងនៅក្នុងលំហាត់នេះគេឲ្យបងប្អូនស្រង់ល្បះបាទខាងក្រោមហ្នឹងណាបាទរួចហើយសូមឲ្យបងប្អូនបង់លេខទៅតាមគំនិតរបស់បងប្អូនបន្ទាប់មកសូមឲ្យបងប្អូនសរសេរល្បះទាំងនោះបាទតគ្នាជាកថាខណ្ឌឲ្យបានត្រឹមត្រូវបាទអញ្ចឹងសូមបងប្អូនសាកល្បងធ្វើបាទចាប់ដើម
តែឥឡូវយើងមកផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយបាទឥឡូវយើងមកមើលចម្លើយបាទអញ្ចឹងយើងចាប់ផ្ដើមបន្ទាត់ដំបូងបាទចំណុចទី1ណាគឺឪពុកម្ដាយជាអ្នកមានគុណបាទយើងបងលេខ1បន្ទាប់មកយើងបងលេខ2កូនត្រូវគោរពស្រឡាញ់គាត់បន្ទាប់មកយើងបងលេខ3មិនតែប៉ុណ្ណោះកូនល្អត្រូវប្រើសម្ដីទន់ភ្លន់ជានិច្ចទៅកាន់មាតាបិតាបាទបន្ទាប់មកយើងបងលេខ4បើគាត់ហៅកូនត្រូវឆ្លើយបាទឬចាហើយរត់មកជិតដោយទឹកមុខញញឹមបន្ទាប់មកយើងបងលេខ5ត្រូវប្រុងចាំស្ដាប់ប្រសាសន៍គាត់ដោយយកចិត្តទុកដាក់បន្ទាប់មកយើងបងលេខ6កុមារគ្រប់រូបត្រូវប្រតិបត្តិខាងបន្ទាប់មកយើងបងលេខ6កុមារគ្រប់រូបត្រូវប្រតិបត្តិដូចខាងលើដើម្បីឲ្យឪពុកម្ដាយអ្នកសប្បាយចិត្តបាទអរគុណច្រើនបងប្អូនបាទអញ្ចឹងថ្ងៃនេះភាសាខ្មែរថ្នាក់ទី3មេរៀនទី3យើងតពីមេរៀនទី3ដដែលយើងសិក្សាអំពីកថាខណ្ឌសូមត្រឹមនេះសិនបាទសូមបងប្អូនសម្រាប់ចោះជួបជាមួយនឹងលោកគ្រូនៅមេរៀនបន្តទៀតបាទសូមជូនពរសំណាងល្អគ្រប់ក្រុមគ្រួសារអរគុណសូមជម្រាបលា